ជំរាបសួរទៅកាន់ពុកម៉ែបងប្អូនយើងថ្ងៃនេះមកបច្ចុប្បន្នភាពចែកជូនទៅកាន់បងប្អូនយើងបន្តិចតាក់ទងជាមួយនឹងបញ្ហាព្រំដែនបាទកម្ពុជានិងថៃដោយបងប្អូនយើងដឹងហើយថាបន្ទាប់ពីមានបទឈប់បាញ់ជាលើកទី2នេះកម្ពុជានិងថៃមិនទាន់មានការផ្ទុះសង្គ្រាមទៀតទេគឺគោរពខ្ជាប់ខ្ជួនរៀងខ្លួនគ្រាន់តែថាអញ្ចេះបងប្អូនយើងណាថៃនៅតែបំពេញមានការបង្ហោះដ្រូនស៊ើបការមានទាំងពាត់បលាលុះដាក់ជាមួយនឹងលូពាត់ជាមួយនឹងលុះដើម្បីពាត់យកដីកម្ពុជាហើយក៏មានបាទ AOT បាទលោកបានចុះទៅផ្ទាល់ទៅមើលផ្ទាល់ជាមួយនឹងព្រំដែនក៏បានឃើញថាខាងកម្ពុជារបស់យើងគឺខ្ទេចខ្ទីមិនថាផ្ទះមិនថាតាមដងវិថីទេគឺត្រូវបានខ្ទេចខ្ទីដោយសារតែគ្រាប់បែករបស់ខាងថៃហើយក៏ឃើញជាមួយនឹងបន្លាលុះដែលថៃបានដាក់ពាត់យកដីខ្មែរមានជីវីដេអូពិតមានទាំងសារសម្លេងទាំងអស់អញ្ចឹងគឺ AOT គឺគាត់បានទៅផ្ទាល់គឺបានឃើញហើយជាក់ស្ដែងហើយដូចជាមួយវឹកមុនគឺគាត់បានទៅម្ដងហើយអ្វីដែលគាត់បានទៅគឺទៅដល់ព្រំដែនតែលើកនេះគឺគាត់អត់បានទៅដល់ព្រំដែនទេអត់បានទៅដល់ព្រំដែនទេបងប្អូនយើងណាបាទអញ្ចឹងហើយគឺគាត់ដឹងហើយថាអ្នកណាឆ្លៀនពៀនប៉ុណ្ណាអ្នកណាឆ្លៀនពៀនប៉ុណ្ណាគឺលោកដឹងហើយខាង AOT គឺគាត់ដឹងអញ្ចឹងតុងជាតិ AOT បាទលើកល្វិចនៅព្រំដែននៅខាងទឹកដីកម្ពុជាយើងរំលេចជាមួយនឹងវីដេអូនោះយើងឃើញហើយផ្ទះសម្បែងពលរដ្ឋខ្មែរយើងខ្ទេចខ្ទីទ្រព្យសម្បត្តិខ្ទេចខ្ទីផ្សារឆេះខ្ទេចខ្ទីអស់តែម្ដងផ្ទះក៏ឆេះខ្ទេចខ្ទីមនុស្សក៏គ្មាននៅកើតដែរមនុស្សក៏មិនអាចនៅកើតដែរនេះគឺជារឿងល្អមួយដែលយើងប្រើច្បាប់ជាគោលក្នុងការដោះស្រាយចំនួនព្រំដែនមួយនេះឃើញលទ្ធផលបងប្អូនលទ្ធផលនៅពេលដែលគេចុះមកគេនឹងដែរថាអ្នកណាគឺជាអ្នករំលោភបំពានអញ្ចឹងខ្ញុំសូមបច្ចុប្បន្នភាពបន្តិចតាក់ទងជាមួយនឹងប្រជាពលរដ្ឋខ្មែរយើងដែលជាជនភៀសសឹកនៅពេលថ្មីនេះអ្នកមួយចំនួនក៏បានត្រឡប់ទៅគេហដ្ឋានទៅផ្ទះសម្បែងវិញហើយអ្នកខ្លះទៀតក៏មិនទាន់បានទៅផ្ទះសម្បែងដែរបងប្អូនយើងមូលហេតុគឺមានច្រើនដោយសារតែផ្ទះសម្បែងគាត់ខ្ទេចខ្ទីដោយសារតែសៀមបានបាញ់ទម្លាក់ក្របបែកទៅត្រូវផ្ទះគាត់គឺខូចហើយមួយវិញទៀតគឺផ្ទះរបស់គាត់នឹងគឺនៅខាងភៀកគីខាងថៃកំពុងតែហុំពាត់យកដីខ្មែរអញ្ចឹងមកជាហៀងនេះគឺខ្ទេចខ្ទីមកជាហៀងគឺខ្ទេចខ្ទីដែរគាត់ថាថៃគឺពាត់បលាលុះមានទាំងប្រើ excavator កំទេចផ្ទះខ្មែរយើងនៅខាងនោះទៀតមានទាហានថៃខ្លះលួចទាំងសัตว์លួចទាំងម៉ូតូលួចទាំងរបស់របរប្រើប្រាស់កំទេចដុតផ្ទះប្រជាពលរដ្ឋយើងហើយអ្នកខ្លះថតប្រអួតលួចទាំងកូនឡានលួចទាំងឡានហើយអ្នកខ្លះហួសហេតុរហូតដល់លួចឲ្យទៅណប់លីអូក៏មានដែរលួចអត់លះហើយចង់បញ្ជាក់ទៅកាន់ពុកម៉ែបងប្អូនយើងប៉ុណ្ណេះមានពលរដ្ឋភៀសសឹកយើងចំនួនបាទ5787នាក់បន្ថែមទៀតបានបន្តវិលត្រឡប់ទៅលំនៅឋានវិញហើយបាទ5000នាក់បាទ5787នាក់បានត្រឡប់ទៅគេហដ្ឋានវិញហើយក៏នៅតែមានបាទជនភៀសសឹកខ្មែរយើងមួយចំនួនទៀតដែលមិនទាន់បានទៅគឺចំនួនច្រើនបងប្អូនយើងបាទអញ្ចឹងខ្ញុំសូមសរុបបន្តិចបាទក្នុងចំណោមពលរដ្ឋភៀសសឹកសរុបគឺ640,000នាក់អញ្ចឹងគឺសរុប640,000នាក់ជិត1លាននាក់បងប្អូនយើងណាជិត1លាននាក់បងប្អូនខ្មែរយើងដែលភៀសសឹកជិត1លាននាក់ហើយវិលត្រឡប់ទៅវិញបាន50000 5785នាក់អូខេអញ្ចឹងមានទាំងកុមារមានទាំងស្ត្រីមានទាំងចំណាស់លោកយាយលោកតាគឺលីឡំនឹងណាបងប្អូនយើងចំនួនណាហើយក៏នៅមានមួយចំនួនទៀតដែលមិនទាន់ទៅដោយសារអីនៅក្នុងជំរំបន្តទៀត
អូខេអញ្ចឹងនេះជាការអាប់ដេតថ្ងៃទី9ដែលគាត់បានត្រឡប់ទៅជាបន្តបន្ទាប់ខ្ញុំសង្ឃឹមថា AOT លោកនឹងជួយដឹងជួយលឺក្នុងរឿងមួយនេះថាថៃពិតជាបានឈ្លានពានខ្មែរយើងមែនព្រោះលោកបានទៅផ្ទាល់ហើយនឹងដឹងហើយគឺឃើញផ្ទាល់ថៃពតបាឡាលុះឃើញផ្ទាល់ថៃបានកំទេចផ្ទះនេះគឺជាផលដែលឃើញជាក់ស្ដែងបើសិនថាមិនមែនថៃឈ្លានពានទៀតមិនដឹងថាគិតមិនទេតែខ្ញុំជឿថាខាងលោកគឺដឹងហើយដឹងថាថៃគឺឈ្លានពានព្រោះគាត់បានទៅផ្ទាល់រៀបចំរបាយការណ៍មួយចំនួនគឺបានទៅដល់ហើយអញ្ចឹងបាទអូខេអញ្ចឹងត្រឡប់ទៅអាប់ដេតបន្តិចតាក់ទងជាមួយនឹងបញ្ហាប្រទេសថ្មីបង្កើតឯករាជ្យទៅតែប្រកាសឯករាជ្យថ្មីនេះយើងនឹងឃើញលេចមុខមាត់ហើយក៉ារ៉ែនលេចហើយបងប្អូនយើងលេចកតុយមកហើយបាទក៉ារ៉ែនយើងឃើញវីដេអូទាហានក៉ារ៉ែនពាក់អាវស្លាកក៉ារ៉ែនមកខាងពាក់អាវស្លាកប្រទេសថៃមកខាងអញ្ចឹងយោធាទាំងពីរហ្នឹងគឺគាត់រួមគំនិតគ្នាដើម្បីបីភូមិគឺជាការរួមគំនិតគ្នាខ្ញុំគិតថារឿងនេះគឺអ្នកនៅពីក្រោយគឺថៃដែលធ្វើឲ្យភូមិបច្ចុប្បន្ននេះគឺកំពុងតែជួបបញ្ហាគឺអ្នកនៅពីក្រោយគឺថៃនឹងឯងជំនួយអាវុធទៅក៉ារ៉ែនឲ្យទៅវាយភូមិយើងឃើញរូបរាងហើយលេចកតុយច្បាស់ហើយពេលនេះថៃអ្នកដែលខូចនៅអាស៊ីប្រចាំអាស៊ីឆ្នាំ2025 2024គឺថៃនឹងឯងលេចកតុយច្បាស់ហើយហើយដល់វិញបានជាប្រទេសនឹងខូចម្លេះតែខ្លួនឯងសេដ្ឋកិច្ចធំតែខ្លួនឯងធំជាប្រទេសគេចេះតែចង់វាយកំទេចចេះតែចង់បង្កជាមួយនឹងសង្គ្រាមអូខេបាទជាចុងក្រោយអរគុណទៅកាន់ពុកម៉ែបងប្អូនយើងដែលតាមដានជាមួយនឹងវីដេអូមួយនេះហើយអាប់ដេតជាមួយនឹង AOT ចែកជូនទៅកាន់បងប្អូនយើងនេះគឺជាសមិទ្ធផលដែលខ្មែរយើងចង់បានសន្តិភាពនៅពេលដែលបរទេសគេមកជួយបញ្ចប់សង្គ្រាមយើងណាបងប្អូនយើងនេះគឺជារឿងល្អបើសិនជាយើងមិនប្រើច្បាប់ទេគេមកបញ្ចប់ឲ្យយើងទេនេះដោយសារតែយើងប្រើច្បាប់បងប្អូនណាតម្លៃនៃច្បាប់គឺសំខាន់ណាស់ហើយខ្ញុំបញ្ជាក់បងប្អូនយើងគ្រប់វីដេអូតែម្ដងថាប្រទេសដែលដឹកនាំបើសិនមិនដឹកនាំប្រើច្បាប់ដឹកនាំទេគឺมันអាចរីកចម្រើនបានទេมันអាចទៅមុខបានទេនៅមកកមានសង្គ្រាមតែប្រទេសមួយដែលយកច្បាប់ជាគោលក្នុងការដឹកនាំគឺប្រទេសនោះទៅជាការដឹកនាំដ៏ល្អបំផុតហើយវៃឆ្លាតបំផុតដោយថ្នាក់ដឹកនាំយើងបានបង្ហាញទៅកាន់បងប្អូនយើងហើយគឺលោកតែងតែប្រើច្បាប់ក្នុងការដោះស្រាយរហូតមិនប្រើច្បាប់ប្រៃមកពីណាទេនេះគឺជារឿងមួយដែលល្អដែលយើងមានថ្នាក់ដឹកនាំដែលគាត់ប្រើច្បាប់ជាគោលក្នុងការដោះស្រាយរាល់បញ្ហាជាតិបញ្ហានយោបាយមិនថាក្រៅប្រទេសឬក៏ក្នុងស្រុកទេអរគុណអញ្ចឹងបងប្អូនយើងក្មេងៗចំនួនក្រោយកុំភ្លេចខំប្រឹងរៀនសូត្រទាំងអស់គ្នាដើម្បីសង្គមជាតិរបស់យើងបើសិនជាយើងមានទំពាំងស្នងឫស្សីល្អជួយជ្រោមជ្រែងជាតិធ្វើឲ្យជាតិរីកចម្រើនតែបើយើងខ្វះធនធានខ្វះទំពាំងហើយអត់មានឫស្សីទេគុំឫស្សីច្បាស់ជាហិនហើយអូខេមានតែប៉ុណ្្នឹងទេបងប្អូនយើងចែកជូនទៅកាន់ពុកម៉ែបងប្អូនយើងបើសិនជាមានព័ត៌មានអាប់ដេតជាបន្តខ្ញុំនឹងចែកជូនអាប់ដេតចែកជូនទៅកាន់បងប្អូនយើងជាបន្តទៀតអរគុណបាទជួបគ្នានៅក្នុងវីដេអូក្រោយបាទ